បេសកកម្មគុនខ្មែរនៅទីក្រុង Auckland ប្រទេស New Zealand បានបញ្ចប់ជាស្ថាពរហើយនេះគឺជាកំណត់ត្រាថ្មីមួយទៀតដែល KSF គុនខ្មែរ Superfight បាននាំយកក្បាច់គុនមរតកដូនតាទៅកាន់ទឹកដីទិសនិរតីនៃមហាសមុទ្រ Pacific មួយនេះកំណត់ត្រានៃការនាំយកគុនខ្មែរទៅកាន់ទឹកដីនៃប្រទេសនូវេសេឡង់ធ្វើឲ្យអ្នកគាំទ្រឬក៏ប្រជាជនខ្មែរដែលរស់នៅទីនោះពិតជាមានក្តីរំភើបនិងចូលរួមបានច្រើនកកមែនទែនក្នុងការលើកទឹកចិត្តទៅដល់កីឡាករគុនខ្មែរដែលប្រកួតជាមួយនឹងកីឡាករ New Zealand នៅក្នុងសាលដ៏ធំមួយចំកណ្ដាលទីក្រុង Aucklandចុះមកដល់មាតុប្រទេសនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025លោកសឿវណ្ណៈស្ថាបនិក KSF គុនខ្មែរ Superfight បានលើកឡើងពីភាពជោគជ័យដែលនាំគុនខ្មែរទៅរៀបចំនៅទឹកដី New Zealand ទោះលទ្ធផលមិនសូវសមប្រកបប៉ុន្តែមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេសផងដែរយ៉ាងណាក្តីនៅក្នុងបទសម្ភាសន៍នេះផងដែរស្ថាបនិកគុនខ្មែរ Superfight បានលើកឡើងថាសូមឲ្យកីឡាករគ្រប់រូបដែលចេញទៅប្រកួតនៅក្រៅប្រទេសយកចិត្តទុកដាក់ហ្វឹកហាត់ជាពិសេសត្រូវចាត់ទុកប្រទេសដែលខ្លួនចេញទៅប្រកួតដូចជាទឹកដីកំណើតឬក៏ដូចជាផ្ទះរបស់ខ្លួនដើម្បីកុំឲ្យបាត់បង់នៅកម្លាំងកាយជាពិសេសគឺកម្លាំងចិត្តមុនការប្រកួតរៀបរាប់ពីការប្រកួតនៅ New Zealand តិចមើលបងមិនតែលទ្ធផលនឹងអាចទទួលយកបានទេសម្រាប់លទ្ធផលចេញពី New Zealand នេះលទ្ធផលយើងឈ្នះ2ចាញ់3បាទយើងឈ្នះលន់បញ្ញាហើយនឹងចន្ទៈយើងចាញ់3នាក់មានចត្រាថៃរ៉េតហើយនឹងទុនតាណាចាញ់បន្ទុកអត់អីទេគឺវាមានឈ្នះមានចាញ់អញ្ចឹងវាកីឡាវាអញ្ចឹងហើយគេក៏ចង់ឈ្នះយើងគេក៏ត្រៀមយកល្អអស់របស់គេមកណាអាហ្នឹងយើងដាក់ទៅគេសិលេចយកអ្នកខ្លាំងគេមកវាយមកយើងអញ្ចឹងណាអញ្ចឹងកម្មវិធីនេះគឺបានន័យថាប្រចាំប្រទេសយើងប្រចាំប្រទេសគេដែរណាអញ្ចឹងគេវាយគេចង់ឈ្នះយើងហើយយើងក៏ចង់ឈ្នះគេដែរតែធ្វើម៉េចបានន័យថាយើងភ្ញៀវគឺតែងតែកម្លាំងអត់គ្រប់ដូចគេហើយទោះបើគេហោះមកយើងក៏កម្លាំងអត់គ្រប់ដែរអញ្ចឹងបានន័យថាយើងអាចប្រមូលកម្លាំងបានអ្នកខ្លះបាន 80% អ្នកខ្លះ 70% អញ្ចឹងណាពួកអីធ្វើដំណើរវាឆ្ងាយហើយអាកាសធាតុអញ្ចឹងគឺម្ចាស់ផ្ទះតែងតែមានប្រៀបជាងហើយគឺកម្លាំងការត្រៀមខ្លួនអញ្ចឹងបើសិនជាអ្នកណាដែលធ្វើឈ្នះនៅក្រៅដីគឺអ្នកនោះកាន់តែខ្លាំងអញ្ចឹងជានឹងទៀតអញ្ចឹងបានបញ្ជាក់ថាមានវាយគឺមិនមែនវាយតែក្នុងស្រុកទេត្រូវតែមានហូមនៅអ្វីអញ្ចឹងឲ្យគាត់មានអារម្មណ៍ថាពេលដែលចេញទៅប្រកួតគឺត្រូវតែមានអារម្មណ៍គេហៅថា feel like my home ហ្នឹងថាធ្វើម៉េចឲ្យមានអារម្មណ៍ដូចនៅផ្ទះយើងអញ្ចឹងបានជាដូចបញ្ញាតាក់វាអាសាចេញក្រៅច្រើនវាបត់ពិសោធន៍វាគឺមានអារម្មណ៍ថាដូចនៅផ្ទះទៅហ៎បាទដូចវាយនៅក្នុងផ្ទះយើងកុំឲ្យមានអារម្មណ៍ថាអូអញចេញទៅក្រៅអញ្ចឹងវាយអត់ពេញទេអញ្ចឹងបានផ្ដាំបងប្អូនគ្រប់គ្នាថាត្រូវតែមានអារម្មណ៍ថាដូចនៅផ្ទះយើងកុំមានថាយើងធ្វើដំណើរទៅក្រៅគេជាក់ណាស៊ីមិនកើតទេហូបមិនកើតទេអញ្ចឹងណាអញ្ចឹងគាត់យើងអានេះគឺជាការចេញហ្នឹងគឺត្រូវតែដូចថាការរៀនអញ្ចឹងបានន័យថាត្រូវតែអារម្មណ៍ដូចនៅផ្ទះយើងគ្រប់ពេលអញ្ចឹងបងអ្វីដែលចាប់អារម្មណ៍គឺគូថៃរ៉េតអ្នកគ្រប់គ្រងគុនខ្មែរថាកីឡាករ New Zealand ថែមិនដែរបងលក្ខខណ្ឌគឺបានន័យថាគាត់ដួលវីដេអូគាត់ទៅពឹបខ្មែរយើងទៅតវ៉ាពេញហ្នឹងហ្មងពេលដួលបានន័យថាដៃយើងច្បាប់បានន័យថាគាត់ដួលហើយគាត់អត់ដួលទៅប្រាទេបានន័យថាគាត់នៅដូចសង្កុកអញ្ចឹងណាអញ្ចឹងណាហើយគេក៏ទាត់ទៅចំគាត់ក៏សន្លប់ទៅតែអាហ្នឹងបើច្បាប់គឺយើងសួរគេច្រើនដងគឺអត់ខុសទេគឺខាងនោះគេអ្នកឈ្នះប៉ុន្តែបើសិលធម៌ជាអ្នកប្រយុទ្ធបើយើងអត់មានចំហការពារយើងទៅទាត់ទៅអីអញ្ចឹងបើថាយើងឈ្នះរបៀបនេះគឺបានថារបៀបថាដូចយើងឈ្នះវាមិនសូវមានន័យអញ្ចឹងណាបើមនុស្សអត់មានចំហតតាំងផងយើងទៅទាត់អីអញ្ចឹងណាមករឿងទៅតែប៉ុណ្្នឹងបើតែឲ្យគេខុសគឺគេអត់ខុសដោយសារយើងអត់ទាន់ដៃអត់ទាន់ដល់ដីទៅហើយអាហ្នឹងឲ្យគេពិចារណាយ៉ាងយូរដែរហើយអាហ្នឹងយើងពិបាកទៅព្រោះការសម្រេចចិត្តលើគេបើសិនជាយើងអត់គោរពការសម្រេចចិត្តរបស់គេគឺជារឿងមួយអនាធិបតេយ្យនិងប៉ះពាល់ដល់មិត្តភាពអញ្ចឹងចាញ់ឈ្នះជាកីឡាយើងត្រូវតែគោរពគេជាម្ចាស់ផ្ទះបាទអរគុណបងបាទអរគុណសូមជម្រាបជូនថាកីឡាករគុនខ្មែរ5រូបដែលចេញទៅប្រកួតនៅទឹកដី New Zealand រួមមានលន់បញ្ញាថៃរ៉េតធុនចន្ទៈធុនវណ្ណានិងកីឡាករឡៅចន្ទ្រា
អ្នកទាំង5រូបនេះបានហោះចេញទៅពីប្រទេសកម្ពុជាឆ្ពោះដំណើរទៅកាន់ទឹកដីញូហ្សេឡង់នៅថ្ងៃទី16ខែមិថុនាឆ្នាំ2025និងបានត្រឡប់មកវិញនៅថ្ងៃទី24ខែមិថុនាឆ្នាំ2025ដោយលទ្ធផលក្រោមក្រសែភ្នែកអ្នកទស្សនារាប់ម៉ឺននាក់ទាំងក្នុងនិងក្រៅស្រុកកីឡាករកម្ពុជាទទួលបានជ័យជំនះតែ2រូបតែប៉ុណ្ណោះពលគឺលុនបញ្ញាឈ្នះកីឡាករ Daniel Rwanga និងយកខ្សែក្រវ៉ាត់ KSF គុណខ្មែរ Super Fight មកកាន់ទឹកដីកម្ពុជាវិញហើយនឹងកីឡាករធុនចន្ទៈបានផ្ដួលកីឡាករ Isaac នៅក្នុងទឹកទី1ដែលលទ្ធផល3រូបផ្សេងទៀតគឺមាន Thai Red ចាញ់សន្លប់នៅក្នុងទឹកទី3ឡាវចន្ទ្រាបោះបង់ការប្រកួតក្នុងទឹកទី1និងធុនវណ្ណាចាញ់ពិន្ទុកីឡាករ New Zealand